ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែរងចាំស្ដាប់នៅកម្មវិធីរបស់យើងគឺកម្មវិធី podcast តាមភូមិហើយអ្នកគ្នាសុខទុក្ខយ៉ាងណាដែរហើយសម្រាប់កម្មវិធីរបស់យើងគឺអាចដំណើរការបានទៅយ៉ាងរលូនបែបនេះគឺដោយសារតែអ្នកគ្នាគ្រប់ត្រូលបាទឃើញមានសន្ទុះគ្រប់ត្រូលដែរបាទវាមិនទាន់ខ្លាំងអីណាទេតែក៏សូមអរគុណអ្នកគ្នាខ្លាំងមែនតើសម្រាប់សប្តាហ៍នេះក៏អត់ខុសពីសប្តាហ៍មុនដែរគឺយើងជួបជាមួយនឹងបងដែលជា admin នៅក្នុង channel អាកំបាំងយប់ស្ងាត់ដែលយើងបានជម្រាបដដែលអញ្ចឹងហើយបងក៏តែងតែយកនៅសាច់រឿងបែបរន្ធត់នឹងអបិយជំនឿចែកជូនទៅកាន់អ្នកគ្នាក្នុងការស្ដាប់និងសន្តាប់រៀងរាល់រាត្រីមកក៏អីចឹងទៅអ្នកគ្នាស្ដាប់ពេលជិះឡានពេលចូលគេងចូលអីចឹងទៅនឹងកំដរអារម្មណ៍អ្នកគ្នាសង្ឃឹមថារាល់វីដេអូដែលយើងផុសទៅនឹងចូលរួមមួយចំណែកក្នុងការធ្វើឲ្យអ្នកគ្នាសប្បាយចិត្តតែឥឡូវសូមបងថ្ងៃនេះមានរឿងអីក្នុងការចែកម្លែកបាទជាដំបូងសូមជម្រាបសួរទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងរន្ទះសារនៅកម្មវិធី podcast តាមភូមិរបស់យើងហើយយើងក៏បានបដូរពេលវេលាចាក់ផ្សាយដែរដោយដែលប្រិយមិត្តបានទស្សនាពីវីដេអូដូចជា admin បានធ្វើការជូនដំណឹងទៅលើ Facebook page ដូចជា YouTube page ផងដែរបាទអញ្ចឹងនៅក្នុងរាត្រីនេះគឺយើងនឹងមានសាច់រឿងថ្មីមួយគឺថ្មីមែនតែនហ្មងសាច់រឿងនេះដែលមានចំណងជើងថាភូមិមួយសពពីអាយ៉ាតំណងហេអែមរឿងនេះតែ admin និយាយថាអែមហ្នឹងគឺអែមហើយខ្ញុំអត់ធានជំទោសទេហើយរឿងមួយនេះបានពីនរណាគេដែរបងរឿងរ៉ាវមួយនេះគឺទទួលបានពី fan របស់យើងគឺ fan របស់ podcast គឺទទួលបានពីបងពុទ្ធធេរា Telegram គាត់តែមានឈ្មោះថាពុទ្ធធេរាណាបាទសំបីឈ្មោះក៏លយដែរបាទឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលលឿនហ្មងតែមុននឹងយើងចូលទៅកាន់វីដេអូពេញរបស់យើងសូមអ្នកគ្នាកុំភ្លេចសនំពរម្ដងហើយម្ដងទៀតនេះគឺជាការលើកទឹកចិត្តរបស់ក្រុមការងារអញ្ចឹងណាសូមអ្នកគ្នាកុំភ្លេចទៅការចុច Subscribe ឬដាក់សញ្ញាកណ្ដឹងផងដើម្បីពេលដែលយើងផុសវីដេអូទៅគឺទៅដល់ដៃអ្នកគ្នាមុនគេតែម្ដងតើបងចែកនៅសាច់រឿងបាទអរគុណច្រើនអញ្ចឹងសាច់រឿងរបស់យើងគឺភូមិមួយសពពីនឹងឯងប៉ុន្តែមុនចូលដល់សាច់រឿងក៏សូមខន្តីអភ័យទោសសំណាក់ពីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបើសិនជានិយាយទៅមានកន្លែងណាខុសឆ្គងលឺលួសខន្តីអភ័យទោសជាពិសេសសូមអភ័យទោសពីបងសំណាក់ដែលផ្ដល់សាច់រឿងដោយសារកន្លែងខ្លះគឺអាចចូលមកនិយាយបានទេបាទអញ្ចឹងយើងចូលមកដល់សាច់រឿងរបស់យើងរឿងរ៉ាវមួយនេះគឺបានកាត់ឡើងវារឿងជូរដែរគឺកាត់ឡើងទៅលើក្នុងភូមិរបស់បងធីរ៉ាឈ្មោះរបស់គាត់ពុទ្ធធីរ៉ាប៉ុន្តែ admin សុំហៅទៅបងធីរ៉ាទៅដោយសារវែងបាទអញ្ចឹងគាត់ថានៅភូមិរបស់គាត់នឹងគឺចាប់ផ្ដើមកើតរឿងរញ៉េរញ៉ៃជាបន្តបន្ទាប់គឺមានអ្នកស្លាប់បាទគឺចាប់ផ្ដើមញ៉េញ៉ៃនៅក្នុងតាមមក2ថ្ងៃហ្នឹងទេគឺមានអ្នកស្លាប់ពីម្នាក់ទៅម្នាក់រឿងនេះគឺដំបូងឡើងគឺបែបនេះអញ្ចឹង admin សូមមើលទៅលើប្រូបន្តិចដែលក្រុមការងារដាក់ឲ្យមកដោយសារសាច់រឿងច្រើនស្ដាប់ទៅមានការច្បោកច្បល់អញ្ចឹងទៅគាត់ថាបានចាប់ផ្ដើមកាត់ឡើងទៅលើលោកអាចារ្យខ្មោចម្នាក់គាត់គឺជាអាចារ្យចគីណាដែលយើងនិយាយទៅគាត់ឈ្មោះថាតាខឹមគាត់ឈ្មោះថាតាខឹមហ្នឹងហើយអញ្ចឹងគាត់ថាគាត់នឹងគឺមានវ័យ60ឆ្នាំជាងហើយប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងគាត់ថាគាត់នឹងគឺជាអាចារ្យម្នាក់ដែលជើងចាស់ទៅលើអាចារ្យចគីអាចារ្យអីអញ្ចឹងទៅគាត់ដើរបូជាសពពិធីបុណ្យសពអីផ្សេងមកច្រើនឆ្នាំមកហើយគាត់ធ្វើមកតាំងពីដែលបងធីរ៉ាដឹងតាំងពីតូចមកគឺគាត់តែងតែឃើញតាខឹមហ្នឹងហើយគាត់គឺជាអាចារ្យចគីនឹងឯងនៅថ្ងៃមួយគឺមានអ្នកស្លាប់នៅឯតែមិនមែនភូមិរបស់គាត់ទេអ្នកស្លាប់នឹងគឺនៅឯភូមិមួយទៀតប៉ុន្តែត្រូវបានគេអញ្ជើញលោកតាអាចារ្យខឹមហ្នឹងទៅធ្វើពិធីបូជាសពពិធីបុណ្យសពហ្នឹងអញ្ចឹងទៅហើយសពនោះដឹងមិនអត់មិនបងសពនោះគឺជាសពតៃហោងចងកោស្រីមនុស្សស្រីពោះធំណាចងនៅលើដើមជ្រៃប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាចងនៅលើដើមជ្រៃហើយគឺតាខឹមហ្នឹងហើយគឺអ្នកទៅធ្វើពិធីឲ្យគេទម្លាក់សពមកគាត់រៀបចំនៅពិធីបុណ្យនឹងចប់សពគ្រប់ហើយអស់ពេលដែលចប់សពគ្រប់ហើយអស់ជាទម្លាប់របស់លោកអាចារ្យគេតែងតែជូនអានោះមិនដឹងថាយើងនិយាយភាសាអីថាជូនដូចជាបច្ច័យដូចជាសម្ភារៈមកវិញអញ្ចឹងជាទម្លាប់របស់គាត់គឺគេមានជូនមកវិញមានចេកមានមាន់ស្ងោរហើយនឹងមានបច្ច័យនឹងឯងពេលដែលជូនមកគឺគាត់អត់មានដែលតន់យកមកហូបភ្លាមទេជាទម្លាប់របស់គាត់ណាគ្រូរបស់គាត់ពេលដែលគេជូនគាត់មកគឺគាត់យកមកថ្វាយគ្រូរបស់គាត់នៅឯផ្ទះនៅផ្ទះរបស់គាត់នឹងគឺមានគ្រូមួយគ្រូដូចថាគ្រូគាត់អុជធូបគ្រូរបស់គាត់អីអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកពីបុណ្យរបស់គេវិញណាប្រិមិត្ត
គាត់មកដល់គាត់បានអត់សំភារៈដែលគេឲ្យគាត់នឹងគេជូនគាត់នឹងគាត់យកមកថ្វាយទៅលើគ្រូរបស់គាត់សិនគឺមានចេកមានផ្លែឈើមានបច្ច័យនិងមានមាន់ស្ងោរហើយមាន់ស្ងោរដែលយកមកគឺក្តៅទៀតពេលដែលមកដល់ផ្ទះគាត់បានឲ្យប្រពន្ធរបស់គាត់នឹងយកទៅសែនឲ្យរៀបចំអីមកគាត់យកទៅសែនអីយ៉ាងទៅប្រពន្ធរបស់គាត់ដូចជាទម្លាប់អញ្ចឹងដោយសារមួយខែហ្នឹងមានអ្នកស្លាប់3 4នាក់អញ្ចឹងគាត់ទៅរហូតគាត់រៀបចំឲ្យដាក់មកថាអញ្ចឹងទៅឲ្យតាខឹមហ្នឹងឡើងលើផ្ទះថ្វាយឲ្យធូបអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកពីបុណ្យវិញខ្ទង់ម៉ោង 10អញ្ចឹងគាត់សែនគ្រូរបស់គាត់ហ្នឹងតែ1ម៉ោងអីអស់ធូបគាត់អាចទៅយកមកហូបបានហើយប៉ុន្តែរឿងរ៉ាវគឺវាផ្ទួនគ្នាចាប់ពីកន្លែងដែលការយកបកសែនហ្នឹងឯងរឿងរ៉ាវគឺវាបែបនេះគាត់ថានៅម៉ោងហូបបាយថ្ងៃត្រង់ជាទម្លាប់របស់គាត់ជារឿយមកឲ្យតាសែនហើយគាត់តែងតែទៅសុំពីឡើងគ្រូរបស់គាត់ហ្នឹងយកមកហូបប្រពន្ធរបស់គាត់អីហ្នឹងមកយកមាន់ស្ងោរយកផ្លែឈើអីហ្នឹងពេលដែលប្រពន្ធរបស់គាត់បានទៅសុំអ្នកទៅសុំយកមកហូបដឹងមានរឿងរ៉ាវអីមិនបងមាន់ស្ងោរហ្នឹងណាប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាតាខឹមថាប្រពន្ធរបស់គាត់ថាពេលដែលគាត់ចាប់ដាក់ចានដើម្បីយកទៅសែនគ្រូរបស់តាខឹមហ្នឹងណាគឺក្តៅទេគាត់សែនបាន1ម៉ោងមាន់វាត្រជាក់បាទពេលដែលហែកមកសុទ្ធតែដង្កូវនៅក្នុងហ្នឹងដង្កូវមាន់ហាក់បីដូចជាមាន់ស្អុយចឹងប៉ុន្តែសភាពមាន់គឺអត់ស្អុយទេមាន់នៅស្រស់ធម្មតាមាន់គឺនៅស្អាតធម្មតាប៉ុន្តែមានសត្វដង្កូវគឺស៊ីនៅក្នុងមាន់សែនហ្នឹងយើងសម័យមើលតើវាមានរឿងរ៉ាវអីកើតឡើងគ្រាន់តែឃើញបែបហ្នឹងប្រពន្ធរបស់គាត់ចុះពីលើផ្ទះមកកាន់មកថាហ្នឹងមកគាត់មកដល់មកនិយាយមួយតាខឹមគាត់និយាយថាមាន់ហ្នឹងចែកមានតកៅតាខឹមគ្រាន់តែឃើញគាត់បាននិយាយថាយកទៅបោះចោលឲ្យឆ្ងាយកុំនាំគ្នាហូបព្រោះអីមានគេសាក់អញហើយទៀតដែរមានគេសាក់គាត់ទៀតហើយគាត់ដឹងដោយសារតែនៅក្នុងពិធីហ្នឹងគាត់ដឹងគាត់ប្រពន្ធរបស់គាត់ហ្នឹងក៏បានយកអាមាន់ហ្នឹងដែលមាន់មានផ្លែឈើមានអីហ្នឹងយកតកប់យកតកប់ប៉ុន្តែអត់មានតកប់ណាឆ្ងាយទេកប់នៅក្នុងកណោអាចគោផ្ទះរបស់គាត់ហ្នឹងចិញ្ចឹមគោគេមានកណោអាចគោហើយគាត់គ្រាន់តែយកចប់កាយអាចគោបន្តិចទៅយកអាមាន់ហ្នឹងយកទៅកប់នៅក្នុងអាចគោហ្នឹងជន់ដីឲ្យជិតទាំងផ្លែឈើទាំងអីហ្នឹងគាត់កប់ហើយមកដល់ល្ងាចម៉ោងប្រហែលជា 5:6 ល្ងាចគាត់ដឹកគោដឹកអីចូលក្រោលហើយអស់កូនរបស់គាត់អ្នកដឹកទេគាត់មានកូនប្រសាកូនរបស់គាត់អ្នកដឹកហ្នឹងគាត់មិនទៅមើលកន្លែងកណោអាចគោវៃរោងគោវាចិត្តហ្នឹងគាត់ឃើញអាតកៅហ្នឹងចេញមកពីក្នុងអាចគោកន្លែងដៅរបស់ម៉ែគាត់កប់ហ្នឹងគឺប្រប៉ុនកូនដៃហ្មងចេញមកអឡើងច្រាងតែឲ្យវានៅតែច្រាងវានៅលើហ្នឹងមកកញ្ញុកដីថ្មីហ្នឹងវានៅច្រាងវាលើហ្នឹងហ្មងគាត់តែឃើញអញ្ចឹងគាត់ទៅសួរម៉ែគាត់ថាម៉ែមិនមានតកៅអីទៅរោមលើអាចគោម៉ែរបស់គាត់សួរថាកន្លែងណាប្រពន្ធតែខឹមទៅមើលទៅគឺកន្លែងដែលគាត់កប់មាន់គ្រាន់តែឃើញបែបហ្នឹងតែខឹមគាត់ថាអូគេលេងគាត់មែនតែនហើយប៉ុន្តែគាត់អត់ដឹងថាអ្នកលេងគាត់ហ្នឹងគឺជាអ្នកណាទេគាត់អត់ដឹងថាអ្នកណាលេងគាត់ទេអ្នកដែលចេះថ្មីឬមួយក៏អ្នកដែលចាស់ទេប៉ុន្តែគាត់ដឹងថាប្រហែលជាអ្នកដែលចេះថ្មីមកសាកជាមួយគាត់ហើយគាត់ហាមកូនរបស់គាត់ហាមប្រពន្ធរបស់គាត់ថាយប់ហ្នឹងអត់ឲ្យណាគេចេញពីផ្ទះទេទោះបីមានរឿងអីក៏ដោយកុំនាំគ្នាចេញដោយសារតែគេចង់សាយអញ្ចឹងបាច់នាំគ្នាចេញទេនាំគ្នាដេកនៅផ្ទះធ្វើធម្មតាទៅកុំមានការតក់ស្លុតអីបាទមកដល់យប់ឡើងប្រពន្ធតាខឹមនិយាយថាតាខឹមហ្នឹងក៏បានទៅអុជធូបកន្លែងគ្រូគាត់ឲ្យគ្រូគាត់ហ្នឹងថែរក្សាទៅគ្រូរបស់គាត់អត់ធំទេធ្វើហឹងយ៉ាហឹងមួយដាក់នៅលើចឹងទៅសម្រាប់អុជធូបគ្រូបាជាយដឹងជាគ្រូបាជាយហួអីទេតាមរយៈសាច់រឿងចឹងនៅយប់ហ្នឹងគាត់ក៏សម្រានអីទៅគាត់ក៏សម្រានអីហើយអស់ហើយនៅក្នុងយប់ហ្នឹងគឺអត់មានរឿងរ៉ាវអីកើតឡើងទេអត់នៅផ្ទះរបស់គាត់ហ្នឹងគឺស្ងប់ស្ងាត់គាត់ថាគឺមានសភាពស្ងប់ស្ងាត់ទាំងអស់អត់មានរឿងរ៉ាវអីកើតឡើងទេរហូតមកដល់ម៉ោង 5 ជិតភ្លឺឯណេះម៉ោង 5 ជិតភ្លឺជាធម្មលាប់របស់គាត់ជារឿយចាស់គាត់តែងតែងើបហើយចឹងពេលហ្នឹងគឺប្រពន្ធតាខឹមបានថាតាខឹមហ្នឹងឲ្យតែម៉ោង 7:05 អីគាត់ងើបចុះដីហើយ
គាត់ដឹកគូចេញពីក្រៅដើម្បីឲ្យវាអាចនោមខាងក្រៅឲ្យទៅអត់ឲ្យឡើងវក់វល់ បាទ ពេលដែលចុះទៅប្រពន្ធរបស់គាត់ដឹងថាតាខឹមចុះទៅតាខឹមគ្រាន់តែចុះទៅមិនតិចប្រពន្ធតាខឹមគឺលឺព្រុបគាត់លឺសូនតព្រុបលឺស្រែកតាមមកអោយគាត់គ្រាន់តែលឺអញ្ចឹងគាត់គិតថាតាខឹមហ្នឹងគឺធ្លាក់ពីលើផ្ទះគាត់ស្វាស្ទុះចេញទៅគាត់ស្វាស្ទុះចេញទៅកូនប្រសារបស់គាត់ដែលសម្រានចិត្តហ្នឹងដីពីអ្នកដីប្រពន្ធគេហ្នឹងក៏រត់ទៅមើលដែរងើបទាំងមេប្រមាមណា បាទបាទ ពេលទៅមើលគឺឃើញតាខឹមធ្លាក់ផ្កាប់មុខពីលើផ្ទះហើយកូនរបស់គាត់ហ្នឹងក៏ទៅលើកមើលមកឃើញតាខឹមគឺស្លាប់ភ្លាមហ្មងបែកគាត់ថាមកដូចជាដើរខុសមិនដឹងគឺថាលឿនសូតាព្រឹបព្រុសអញ្ចឹងគាត់លឺថាមកវើហេ ទៅបាទ ទៅបាត់ទៅដល់អត់មាននោះសតដង្ហើមមិនគឺទៅឆឹងមកគាត់ក៏ពិបាកទទួលយកដែរកូនចៅគឺពិបាកទទួលយកទាំងអស់ដែលម្នាក់ខំគិតថាខំប្រយ័ត្នតាំងពីយប់មកបែរជាមានរឿងរ៉ាវបែបនេះកាត់ឡើងគ្រួសាររបស់គាត់នៅពេលដែលតាខំស្លាប់គឺអ្នកស្រុកអ្នកភូមិមានការអណោចអធមគាត់ពួកអីគាត់គឺមនុស្សដែលចិត្តបន់មនុស្សដែលចិត្តល្អអីអញ្ចឹងទៅបាទ នៅក្នុងពិធីបុណ្យរបស់គាត់វិញរឿងរ៉ាវចាប់ផ្ដើមកាត់ឡើងតិចដងហើយនៅថ្ងៃបុណ្យរបស់គាត់អញ្ចឹងផ្ទះរបស់គាត់មានមនុស្សមកច្រើនហើយមកដល់ម៉ោង3ល្ងាច3រសៀល បាទ ភ្ញៀវអីគឺគេក៏ចេះតែមកពេលដែលភ្ញៀវមកអាម៉ោង3រសៀលហ្នឹងស្រាប់តែកូនចៅគឺមានក្មួយរបស់គាត់ផ្ទះជាប់គ្នាទេផ្ទះតាខឹមហ្នឹងមានផ្ទះគាត់មួយទៀតកូនចៅគាត់ដែរគាត់មានកូន2នាក់ឈ្មោះគាត់ថាបងដាព្រោះ បាទ បងដាននឹងមានកូន2នាក់កូនមួយស្រីទាំងពីរមួយអាយុ14ឆ្នាំមួយទៀតអាយុ10ឆ្នាំខុសគ្នាតែ4ឆ្នាំទេអញ្ចឹងនៅពេលហ្នឹងពូដាគាត់គឺជាសាច់ញាតិកូនក្មួយរបស់តាខឹមហ្នឹងគឺគាត់នៅក្នុងពិធីបុណ្យរបស់តាខឹមព្រោះអីពូរបស់គាត់ស្លាប់មួយទាំងមូលមិនអញ្ចឹងហ្នឹងហើយស្លាប់មួយទាំងមូលគាត់មិននៅរៀបចំទៅអត់ដឹងថាកូនរបស់គាត់ទៅណាទៅណីក៏អត់ចាប់អារម្មណ៍អីទាំងអស់ពូដាអត់ចាប់អារម្មណ៍កូនទេប្រពន្ធរបស់គាត់គឺតែរវល់រៀបចំនេះរៀបចំនោះអញ្ចឹងទៅបាទ មកដល់ម៉ោង7:03ម៉ោងអីហ្នឹងគាត់ចាប់ផ្ដើមកូនអញតាណាស្មោះនេះអត់ទាន់មានបានបាយទឹកមួយទៅ14ឆ្នាំហើយមួយទៀតទៅ10ឆ្នាំហ្នឹងគាត់ដើររកប្រពន្ធរបស់គាត់ដើររកកូនប៉ុន្តែរកអត់ឃើញទេសួរក្មេងណាស់ក៏អត់ដឹងសួរក្មេងពីចុងភូមិពីនេះពីនោះក៏អត់ដឹងថាអត់បានឃើញហើយម្នាក់នៅក្នុងពិធីបុណ្យអត់មានពីណាគេបានចាប់អារម្មណ៍ព្រោះអីមនុស្សកំពុងតែមានទុក្ខណាMC រឿងអូយហើយដោយសារកម្មវិធីរបស់យើងថតរឿងយប់ជ្រៅប្រិមត្តតាមសប្តាហ៍យើងថតរឿងយប់ជ្រៅលើខ្ញុំជ្រៅដែរយើងព្យាយាម ហើយបូករួមមួយសាច់រឿងហងហើយណាមួយដល់ពេលពាក់កាសចឹងទៅសលេងបងឡើងស៊ុបពេញតិចហ្មងអញ្ចឹងវាទុនភ្នែកជាស្រ័យអ្នកនេះមែនតើ តែយើងសុំបន្តទៀតហ្នឹងហើយអញ្ចឹងគាត់ថាអត់មានពីណាគេចាប់អារម្មណ៍សួរអ៊ំណាងក៏អត់ដឹងសួរពូណាងក៏អត់ដឹងសួរអ្នកណាក៏អត់ដឹងចាប់ផ្ដើមផ្អើលឆោឡោបាត់កូនមួយទាំងមូលណាមិនផ្អើលឆោឡោទោះបីពូស្លាប់អីក៏ដោយប៉ុន្តែឥឡូវបាត់ម្ដងតែ2នាក់ចឹងគាត់ព្យាយាមឲ្យក្មេងៗជួយដើររអីចឹងទៅអត់ទាន់ចាក់ផាវឆាឡោប្រហែលទេរហូតមកដល់ម៉ោង6ល្ងាចមេចាប់ដើមល្ងឹតអត់ទទួលបានដំណឹងកូនរបស់គាត់ទេអត់ដឹងថាកូនរបស់គាត់ហ្នឹងទៅណាអត់ដឹងអត់បានទទួលដំណឹងសោះពេលដែលអត់បានទទួលដំណឹងម្នាក់គឺចាប់ដើមជួយដើររអ្នកនៅក្នុងពិធីបុណ្យហ្នឹងណាបាទទាំងពូទាំងអ៊ំពូមីងអីទាំងអស់ជួយដើររគ្នាពេញភូមិក៏រកយ៉ាងណាក៏រកអត់ឃើញដែរហើយមេគឺចេះចាប់ផ្ដើមងឹតអត់ដឹងថាកូនរបស់គាត់ទាំងពីរនាក់ហ្នឹងទៅណាទេពេលហ្នឹងគឺប្រពន្ធរបស់ពូដាហ្នឹងគឺយំផិតភ័យចុះកូនថាកូនមួយទាំងមូលដើររកអត់ឃើញទេអញ្ចឹងអ្នកនៅក្នុងពិធីបុណ្យសពហ្នឹងគឺអត់មានពីណាគេនៅក្នុងបុណ្យសពហ្មងទេមានតែភ្ញៀវមកអញ្ចឹងទៅរហូតទៅដល់ម៉ោង8 យប់នៅតែរកអត់ឃើញបាត់កូនម្ដង2នាក់រកអត់ឃើញទេពេលដែលរកអត់ឃើញនៅក្នុងពិធីបុណ្យលោកចប់ផ្សព្វគ្រប់ហើយអស់ភ្ញៀវហើយនៅសល់តែសាច់ញាតិជាអ្នកកំដរអញ្ចឹងសាច់ញាតិហ្នឹងក៏ចេញទៅរកក្មួយដែរកូនពូដាដែរទុកតែ2-3នាក់ទេនៅក្នុងពិធីបុណ្យសពហ្នឹងទុកតែប្រពន្ធតាខឹម
ហើយនឹងកូនគាត់ម្នាក់ពីរនាក់ទៀតក្រៅពីហ្នឹងគឺគេជួយដើររកទាំងអស់រកអត់ឃើញរហូតដល់គាត់សម្រេចចិត្តទៅរកគ្រូមើលតាំងជប់មានទុកហើយជន់ទុកទៀតបាត់កូនពេលដែលគាត់ទៅរកមើលគ្រូដឹងគ្រូគេថាមិនអត់ថាមិនបង គ្រូហ្នឹងគេថាកូនរបស់គាត់ហ្នឹងត្រូវបានគេចាប់ឃុំទុកចាប់បំបិតផ្លូវអត់ឲ្យរកផ្លូវផ្ទះឃើញទេគឺនៅចិត្តផ្ទះទេឲ្យព្យាយាមដើររកទៅហើយអ្នកដែលបំបិតផ្លូវហ្នឹងគឺពពួកអត់ល្អជ័យពពួកអត់ល្អគឺវាបំបិតផ្លូវអញ្ចឹងត្រូវតែរកកូនហ្នឹងឲ្យឃើញនៅជប់ហ្នឹងបើសិនជារកអត់ឃើញទេដឹងតែអត់សង្ឃឹមទេម្នាក់ចាប់ដើមភ័យឆោឡោពេលដែលភ័យឆោឡោហ្នឹងឪពុកម្ដាយរបស់គាត់ហ្នឹងឲ្យធូកអស់ហើយចាស់ទឹកម្ចាស់ដីអីហ្នឹងឲ្យជួយអញ្ចឹងនៅគាត់ដើររកកូនផ្អើឆោឡោពេញភូមិពេញស្ទឹងផ្ទះរបស់គាត់មានស្ទឹងមានព្រៃអីចឹងទៅចែកគ្នាដើររកអ្នកភូមិស្រាប់តែមានរឿងមកកើតឡើងនៅក្នុងពិធីបុណ្យសពរបស់តាខំមានរឿងអីគឺបាត់តុងព្រលឹងគាត់អត់យល់ទេនៅអាម៉ោង8ម៉ោង7 9ហ្នឹងគឺអត់មានមនុស្សចាប់អារម្មណ៍ដោយសារតែម្នាក់ស្លាប់ទៅហើយប៉ុន្តែតែផិតភ័យក្មេងឯណោបាត់ម្ដងដល់2នាក់ត្រូវជាសាច់ញាតិទៀតអញ្ចឹងសាច់ញាតិគេចេញរកអស់ហើយគឺតាធម្មតាជាផិតភ័យទៅតមកអត់ចំណាំមុខថាអ្នកណាចេញអ្នកណាចូលសុកបាត់តុងព្រលឹងតិចខ្វាយបាត់ម្នាក់ចាប់ដើមភ័យអញ្ចឹងគឺថាអត់ស្រួលទេមិនដឹងជាមនុស្សធ្វើឬក៏អីធ្វើទេក្មេងបាត់បែរជាមកបាត់តុងព្រលឹងដែរអារឿងតុងព្រលឹងហ្នឹងទុកមួយឡែកសិនម៉ោង9ជាងគាត់ថាម៉ោង9ជាងយប់កាន់តែជ្រៅមូសគាត់ខែហ្នឹងវាមានមូសមានអីចឹងទៅគាត់ដើររគាត់ស្រែកហៅហ្មងដឹងរកឃើញកន្លែងណាអត់កន្លែងណាបងរកឃើញកន្លែងផ្លូវដែលដើរទៅដើរមករហូតគឺនៅខាងក្រោយផ្ទះឆ្ងាយដែរកូនរបស់គាត់ហ្នឹងគឺនៅក្រោមដើមបលាគេហៅនៅតបោកមួយតបោកហ្នឹងគឺដុះអាគុំបលាហ្នឹងបលាព្រំហ្នឹងបលាព្រំដឹងព្រេមទាំងអស់គ្នាស្គាល់អត់ទេតែភាសានៅស្រុកយើងហៅបលាព្រំហើយបាទគូដុះមកបលាព្រំហ្នឹងធំចាធំក្របហើយកូនរបស់គាត់ទាំងពីរនាក់ហ្នឹងគឺនៅក្នុងហ្នឹងបាទហើយតាមពិតអាផ្លូវហ្នឹងគាត់រតាំងពីថ្ងៃមកគាត់ហៅផងអីផងអត់ទេរហូតដល់ម៉ោង9ហ្នឹងណាបានគាត់លឺសលេងរបស់កូនគាត់ហ្នឹងស្រែកដល់ពេលនាំគ្នាប្រចាំង7មើលគឺកូនរបស់គាត់ទាំងពីរនាក់គឺនៅក្នុងហ្នឹងនៅក្រោមដើមបលាព្រំធម្មតាបលាព្រំវារឿងក្របយ៉ែប៉ុន្តែខាងក្នុងអាចនៅបានគ្រាន់តែឃើញបែបហ្នឹងគាត់អផងភ័យផងគាត់យំផងដោយសភាពកូនរបស់គាត់មុខខាំឡងកុហកពេញសាច់ក្រហមណាគាត់សួរកូនរបស់គាត់ថាមិនបានកូនឯងនៅហ្នឹងកូនឯងអត់ដល់ផ្ទះគាត់ថាគាត់រកផ្លូវមកផ្ទះអត់ឃើញគាត់រកផ្លូវមកផ្ទះអត់ឃើញគាត់និយាយណាដឹងថាគាត់នៅកន្លែងណាទៀតគាត់មកតាមមនុស្សម្នាក់គេហៅគាត់មកគេហៅគាត់មកថាឲ្យគាត់នឹងចូលក្នុងថាក្នុងផ្ទះអាឡាមព្រំហ្នឹងថាក្នុងផ្ទះឲ្យនៅចាំហ្នឹងហើយគេយកអីហូបនេះមានអីហូបគាត់ថាមានផ្លែឈើមានអីហូបពេលដែលគាត់ឃើញថាសួរណាផ្លែឈើតាមពិតអត់មានឃើញផ្លែឈើទេឃើញតែស្លឹកឈើទេកូនរបស់គាត់គឺទៅពៀស្លឹកឈើខ្ជាក់នៅហ្នឹងគាត់ទៅមិនដឹងជាកូនរបស់គាត់មកតាំងម៉ោងប្រហែលបើដឹងតំណឹងបាត់តាំងម៉ោង3មករហូតដល់ម៉ោង10ជប់បានរកឃើញ8ម៉ោងឯងគាត់ក៏ទាញកូនរបស់គាត់ទៅចេញមកអ្នកភូមិនាំគ្នាសប្បាយចិត្តទាញចេញមកគាត់ថាក្មេងមូសខាំបាទមូសខាំកូនរបស់គាត់ចាប់ដើមស្លេកស្លាំងអត់ស្រួលហើយអត់បាយអត់អីហើយគ្នាហូបស្លឹកឈើហើយស្លឹកឈើថាផ្លែឈើគេយកមកឲ្យគាត់ហូបក៏យកកូនរបស់គាត់ហ្នឹងទៅផ្ទះយកកូនរបស់គាត់ទៅផ្ទះនៅពេលដែលយកកូនរបស់គាត់ទៅផ្ទះហ្នឹងក៏បានហៅពេទ្យភូមិដាក់ស្រោមដៃឲ្យចឹងទៅធ្វើតាមពីមុនសម័យពីមុនហ្នឹងឯងដាក់ស្រោមដៃចឹងអារម្មណ៍របស់បងដាគាត់ចាប់ដើមហើយគាត់ចាប់ផ្ដើមយ៉ាងម៉េចគាត់ចាប់ផ្ដើមខឹងចោះណាមួយបាត់បង់ពូផងកូនផងគាត់ចាប់ផ្ដើមខឹងគាត់ចាប់ផ្ដើមនិយាយល្អូរហូតហ្មងហើយអ្នកភូមិចាប់ផ្ដើមភ័យដែរភ័យត្រង់អីភ័យត្រង់ថាបាត់ទុំបលឹងបាត់តើរកអត់ដឹងថាពីណាគេយកតាណាទេអញ្ចឹងមានតែមនុស្សយកហើយបានបាត់ទៅយ៉ាងស្រួលសំបីថាអាចារ្យ
នៅក្នុងពិធីបុណ្យសពមករៀបចំបុណ្យសពក៏អត់ដឹងដែរក៏អត់ដឹងថាបត្តនាទេអញ្ចឹងនៅក្នុងពិធីបុណ្យទាំងអ្នកភូមិចាប់ដើមប្រគល់យោបល់គ្នាផិតភ័យម្នាក់ក៏អត់ហ៊ានមកចិត្តដែរ បាទ ភ័យរឿងរៀងខ្លួនណានៅចាប់ដើមភ័យព្រោះការស្លាប់របស់តាខឹមគឺអត់ស្រួល បាទ សិតតែនៅក្នុងចំណុចមួយដល់សង្ស័យ បាទជាប្រផ្នល់ ហ្នឹងហើយរហូតមកដល់ម៉ោង1អញ្ចឹងអស់ហើយអ្នកនៅកំដរបុណ្យសពមានតែគ្នា 4-5 នាក់ បាទ 4-5 នាក់ហ្នឹងស្រីទៀតគេសម្រានអស់ហើយនៅតែពូដាពូម្នាក់2នាក់ទៀតទេគាត់អត់ហ៊ានសម្រានទេគាត់ខ្លាចលោកឃើញលោកមានអីមកលួចបាត់សពបាត់អីទៀតហើយណាមួយបងដាគាត់អត់ទាន់អស់ចិត្តទេរឿងកូនរបស់គាត់ហើយគាត់នៅលូថាថ្ងៃស្អែកហ្នឹងគាត់នឹងតអុចដុតកន្លែងប្លាមព្រំដបោកមួយនឹងចោល បាទ គាត់ខឹងគាត់ថាធ្វើឲ្យកូនគាត់នេះមិនដឹងជាពពួកស្អីហ្នឹងថាស្អែកហ្នឹងគាត់ត្រូវតែដុតចោលហើយកន្លែងប្លាមព្រំដបោកមួយហ្នឹងពេលហ្នឹងពូនៅចិត្តហ្នឹងគាត់ក៏ហាមត្រូវហើយកុំធ្វើអញ្ចឹងអីអញ្ចឹង ពៀនឡើងគេ កុំបំពេញយើងគឺថាសំណាងរបស់យើងបានមកវិញអីមកវិញអញ្ចឹងតែគាត់អត់ទេគាត់នៅខឹងអារម្មណ៍ជាឪពុក បាទ ខឹងឃើញកូននៅក្នុងសភាពបែបហ្នឹងរហូតមកដល់ម៉ោង 7 ពួកគាត់អត់ទាន់សម្រានទេម៉ោង 2 ហ្នឹងស្រាប់តែឆ្កែព្រុសទ្រឹមុខផ្ទះឆ្កែព្រុសមុខផ្ទះហ្នឹងណាពេលដែលឆ្កែព្រុសនៅមុខផ្ទះហ្នឹងម្នាក់ទាំង4ពូ2 3នាក់ហ្នឹងងាកមើលអត់មានឃើញអីទេប៉ុន្តែពូដាគាត់ឃើញ ឃើញអី គាត់ឃើញមានមនុស្ស2នាក់មកឈរនៅលបងផ្ទះគាត់គ្រាន់តែឃើញបែបហ្នឹងឆ្កែព្រុសពូដាអត់មានរត់តាទេគាត់រត់សំដៅទៅទាញកបិតយកទៅដេញកាប់គាត់គិតថានៅអត់ល្អគាត់រត់ទាញកបិតរត់ទៅមុខផ្ទះអញ្ចឹងពូរត់ទៅតាមក្រោយគាត់សួរកាត់អីពូដាថាអញឃើញមនុស្ស2នាក់មកឈរមុខលបងផ្ទះគ្រាន់ឆ្កែព្រុសអញទាញកបិតមករត់ទៅបាត់ហើយតែពូថាហែងព្រិលភ្នែកទេហែងផឹកអីហែងអញ្ចឹងណាពូក៏អត់ឃើញអញ្ចឹងពូដាក៏មកវិញពេលដែលពូដាមកចាប់ដើមប្លែកមកចាប់ដើមប្លែកគូភ្នែកគាត់ចាប់ដើមកលើកលាប់ខុសពីមុនហ្នឹង បាទ សត្វតែម៉ោង 3 បាន1ម៉ោងក្រោយមកពូដាមកនិយាយមើលពូថាអញបានឮសំឡេងអ៊ំសំឡេងពូមកខ្សឹបកាជីអញថាល្ងាសំឡេងតែខឹបហ្នឹងណានិយាយតែកាជីរបស់គាត់ពូហ្នឹងអត់ជឿអត់អីទេរហូតមកដល់ស្អែកស្អែកគឺកន្លែងឆ្ងាញ់មកដល់ស្អែកហ្នឹងដឹងមិនអត់មកដល់ស្អែកហ្នឹងនៅក្នុងពិធីបុណ្យហ្នឹងគេចាប់ដើមអីចឹងព្រឹកឡើងគេមានលោកសូត្រមន្តអីចឹងភ្ញៀវចេះតែមកបន្តព្រោះអីសពរបស់តាខឹមនៅលឹងជប់ហ្នឹងបានបូជា បាទ អញ្ចឹងនៅម៉ោងប្រហែលជាម៉ោង 10 ម្នាក់អត់ចាប់អារម្មណ៍បាត់បងដាឆឹង ទៀតបាត់ទៀត បាត់បងដាមកម្ដងហ្នឹងបាត់បងដាស្រាប់តែម៉ោង 10 ហ្នឹងមានពូម្នាក់គាត់មកប្រាប់ប្រពន្ធរបស់ពូដាហ្នឹងប្រាប់ថាអេអញឃើញអាដាវាពងជូនស្លឹកត្នោតទៅអុចកន្លែងបលាមព្រំហ្នឹងវាអុចដែរដល់សារអញមកនឹងឃើញវាទៅរស់អាស្លឹកត្នោតងាប់ហ្នឹងយកមកគោដើម្បីដុតកុំតិចបលាមព្រំហ្នឹងចោល បាទ គ្រាន់តែលឺបែបហ្នឹងប្រពន្ធរបស់គាត់ហ្នឹងក៏អត់ចង់ឲ្យប្តីធ្វើបែបហ្នឹងគាត់អត់ចង់ឲ្យពូដាហ្នឹងទៅធ្វើអីទេព្រោះនៅក្នុងពិធីបុណ្យជួយចាត់ចែងបើកូនហ្នឹងក៏បានរឿងសាក់ស្រាមអីដែរធូរស្បើយ៉ាងទៅប្រពន្ធរបស់គាត់ទៅតាមព្រោះអីកន្លែងនេះរឿងឆ្ងាយពីផ្ទះដោយដែលបានបញ្ជាក់មកអញ្ចឹងកន្លែងដែលកូនគាត់ពួននៅក្នុងបលាមព្រំតាំងពីយប់ហ្នឹងណាពេលដែលប្រពន្ធរបស់គាត់ទៅមកសតុះសាប់ទៅរត់មកវិញរត់មកទាំងតហេបតហប់ទាំងយំរត់មកដល់កន្លែងពិធីបុណ្យហ្នឹងណាថាឲ្យជួយប្តីរបស់គាត់ផងប្តីរបស់គាត់ត្រូវបានភ្លើងឆេះនៅកន្លែងបលាមព្រំវាអញ្ចឹងវិញគ្រាន់តែលឺបែបហ្នឹងនៅក្នុងពិធីបុណ្យហ្នឹងគូរត់ទៅទាំងអស់ផ្អើលឈុលចឹងទៅ ផ្អើលឈុលរត់ទៅគ្រប់គ្នាជាសិនអ្នកលឿនជាងគេពូអីហ្នឹងលឿនហ្មងពេលដែលទៅដល់គាត់ថារូបភាពដែលដកជាប់នៅក្នុងចិត្តអ្នកភូមិហ្មងគឺសពរបស់ពូដាឆេះនៅក្នុងគុំព្រំនៅក្នុងសភាពកងែងក្រក់មើល
ជាធម្មតាឆេះអត់ដឹងថាមូលហេតុអីបានជាគាត់ត្រូវទៅឆេះនៅក្នុងហ្នឹង វាអត់សមហេតុសម វាអត់សមដោយអាមុនហ្នឹងបន្តិចហ្នឹងឃើញថាអ្នកដែលតលគោហ្នឹងពូហ្នឹងគាត់មកប្រាប់ប្រពន្ធរបស់ពូដាហ្នឹងឃើញពូដាពូជូនស្លឹកតោពូអុចហ្នឹង បាទ ហើយរឿងអីគាត់ត្រូវរត់ទៅចូលភ្លើង គឺឆេះនៅក្នុងសភាពគឺខ្មៅងល់មកភ្លើងគាត់គោធំ បាទ អ្នកភូមិចាប់ផ្ដើមតក់ស្លុតបដ ாய் ចឹងមានថានៅភូមិរបស់គាត់នៅក្នុងថ្ងៃហ្នឹងមានអ្នកស្លាប់12នាក់ពូហើយនឹងក្មួយហើយភូមិចាប់ផ្ដើមនេះហើយមានអបិយជំនឿហើយរឿងហ្នឹងគឺវាច្រើនបន្តទៀតប៉ុន្តែគាត់សុំផ្ដល់ឲ្យសាច់រឿងតែប៉ុណ្្នឹងនៅពេលដែលពូដាបានស្លាប់ហ្នឹងលើកសពមកគាត់ថាវាអាចនិចាហើយវាអាណោចអធមសម្រាប់ភូមិរបស់គាត់ណាស់ដែលផ្ទះពូដាហើយនឹងផ្ទះតាខឹម ចិត្តគ្នា ទឹមគ្នាហ្នឹងចឹងនៅក្នុងហ្នឹងប៉ុនសັບរហូតទៅដល់2នាក់នៅយប់បូជាពូដាក៏ត្រូវបូជានៅយប់ហ្នឹងដែរព្រោះសពរបស់គាត់ហ្នឹងគឺក្នុងសភាពលើកមកអីគេអាក្រក់មើលយើងនិយាយស្មាទោះកុំឲ្យឃើញហើយប្រិមត្តអរគ្នាកុំសម័យយើងសម័យត្រឹមតែឃើញថាសាច់ជ្រូកដែលយើងអាំងឲ្យធ្លាក់ចូលភ្លើងវាមានសភាពបែបម៉េចអញ្ចឹងគឺវាអត់ខុសគ្នាទេនៅយប់ចាប់ផ្ដើមបូជាភ្លាមអ្នកភូមិចាប់ផ្ដើមសម្រែកហើយអញ្ចឹងនៅពេលហ្នឹងគឺមានឡោបូជារហូតដល់12បាទអញ្ចឹងភូមិគឺចាប់ផ្ដើមម្នាក់ផិតភ័យអ្នកភូមិគឺចាប់ផ្ដើមការពាររឿងអីរឿងតុងព្រលឹងរបស់ពូដាខ្លាច់បាត់ទៅទៀតនៅពេលដែលបូជាម៉ោង10យប់អ្នកដែលឃើញណាបាទគឺអ្នកឡោបូជាតែឃើញអីទេគាត់ថាឃើញស្មៅខ្មៅគឺមកលេងផ្ចាញ់ផ្ចាមកគាត់មកលេងផ្ចាញ់ផ្ចាមិនដឹងជាបំណងគេក្នុងអីទៅលេងមួយពួកឡអ្នកបូជាហ្នឹងណាអ្នកមែនមកដឹងថាពីណាគេអ្នកចាញ់ផ្សាឬមួយក៏ពពួកអីទេគាត់ថាមកគូសតាស្មៅខ្មៅមកច្រើនហ្មងច្រងច្រាំងទាំងអស់ប្រហែលជាគេប្រើមកអីហើយរឿងហ្នឹងគឺវាត្រឹមតែប៉ុណ្ណឹងតែមានសូមនិយាយតែប៉ុណ្ណឹងអើយអ្នកគ្នាមិនដែរខ្ញុំបើខ្ញុំមកជក់ចិត្តមែនតើដោយសារតែទីមួយសាច់រឿងវាធ្វើយើងដកជាប់អារម្មណ៍នឹងហ្មងហើយវាបើសិនជាយើងនិយាយថាយើងអត់គិតក្នុងអបិយជំនឿក៏អត់កើតដែរដោយសារតែណាគេទៅពូនដាក់អស់ដាក់អីដាក់ធៀងថ្នោតដាក់អីហើយអត់ឲ្យលូតចូលវាមិនដែរវាមិនអាចទេហ្នឹងហើយអ្នកគ្នាខ្ញុំដូចបងនិយាយមុនហ្នឹងអញ្ចឹងគឺកម្មវិធីរបស់យើងគឺកំពុងតែថតនេះគឺវាយប់ជ្រៅហើយជ្រៅមែនតើអញ្ចឹងបាទខ្ញុំចេះស្ងាប់ហើយទស្សនវិជ្ជាបងនិយាយមកវាចូលក្នុងតិចពេញហើយអាបរិយាកាសក្រៅនេះអត់លឺអ្នកគ្នាអត់លឺតែខ្ញុំពងលឺឆ្កែព្រុសឆ្កែលូមួយថ្ងៃអញ្ចឹងខ្ញុំវាស្លងទៅប៊ីដេកលក់ដោយសារតែកម្មវិធីរបស់យើងគឺថតនៅជាប់ភូមិបាទអញ្ចឹងគឺមិនមានឆ្កែព្រុសហើយយើងសម័យមកវាយប់ហើយសំបីតានេះនិយាយឡើងសក់កហើយយើងនិយាយមកឡើងសក់កឲ្យអាចជាស្រ័យមែនតែនហើយដូចជាខ្ញុំបញ្ជាក់អញ្ចឹងថាកុំឲ្យប្រិយមិត្តទាំងអស់គ្នាជឿពេកយើងទិញហេតុផលមួយទៅលើពូដាអញ្ចឹងអាចនឹងគាត់ខឹងគាត់បានសម្រានពីយប់យើងគាត់លឹកមុខគាត់ដួលខ្យល់គោអីចូលក្នុងថ្នាក់ថាអញ្ចឹងគាត់អីអញ្ចឹងទៅយើងកុំមានអបិយជំនឿខ្លាំងពេកហើយដូចយើងជម្រាបជាដដែលពីមួយវីដេអូទៅមួយវីដេអូយើងនិយាយដែរគឺថាកម្មវិធីរបស់យើងគឺបង្កើតឡើងក្នុងគោលបំណងតែមួយគឺសម្រាប់អ្នកទាំងអស់គ្នាកំសាន្តកម្មវិធីរបស់យើងគ្រាន់តែវីដេអូរបស់យើងហ្នឹងគ្រាន់តែចង់កំដរអារម្មណ៍អ្នកគ្នាចូលរួមមួយផ្នែកនៃជីវិតអ្នកគ្នាក្នុងការធ្វើឲ្យសុបាយដូចជាពេលចូលគេងមុនចូលគេងអញ្ចឹងទៅយើងស្ដាប់ podcast ចោលឬមកបើកឡានទៅផ្លូវឆ្ងាយអញ្ចឹងយើងចាក់ស្ដាប់ចោលអញ្ចឹងទៅហើយសាច់រឿងនេះបើតាមខ្ញុំគិតថាវាលយដែរវាមិនលយវាដឹងប្រើមិនទេតែដល់ឡយសម្រាប់ឲ្យអ្នកគ្នាអាចស្ដាប់កំសាន្តយកវាចូលតួដែរខ្ញុំចូលតួមួយថ្ងៃហើយអ្វីដែលសម្រាប់ខ្ញុំអ្នកតែគាត់សង្កត់ហ្មងគឺតាក់ទងជាមួយនឹងគាត់អាចារ្យជាធម្មតាយើងទទួលបានសាច់រឿងច្រើនមែនទែនពីប្រិមិត្តតាក់ទងជាមួយនឹងលោកអាចារ្យឲ្យតែគាត់ចេញទៅធ្វើអីមួយគឺតែងតែមានគេផ្ចាញ់ផ្សាបាទហើយចំណុចត្រង់ថានេះអាសត្វតកៅនៅក្នុងមន់ស្ងោនេះវាអត់គួរឲ្យជឿបាទអត់គួរឲ្យជឿថាមន់ហ្នឹងតាមការបញ្ជាក់ផ្ដល់សាច់រឿងថាប្រពន្ធរបស់គាត់យកទៅសែនហ្នឹងគឺវាក្តៅទេបាទតែនៅពេលដែលគាត់លើកទៅហូបវាមានតកៅអាចយកតកប់ហើយកូនប្រសាហ្នឹងឃើញអាតកៅហ្នឹងវាចេញមកច្រាងខាងលើកន្លែងលើកណងអាចគូហ្នឹងទៀតហើយអាណយអាធំបំផុតនោះត្រង់ថាពេលដែលចិត្តភ្លឺត
តែខឹមចុះពីលើផ្ទះ បាទ យើងគឺថាបើយើងទាញទៅអបិយជំនឿអាចនឹងគេចាប់ទាញអាចគេនឹងរុញអីតែបើយើងទាញមកវិជាសាស្ត្រថាគាត់ទៅងើបពីសម្រាមភ្លាមពេកទៅគាត់ចុះទៅគាត់មួយគាត់ចាស់អញ្ចឹងទៅគាត់ល្ងឹតមុខល្ងឹតអីហ្នឹងហើយអូពិតជាមកខ្ចប់បរិយាកាស ខ្ញុំដេកលក់ទៀតឡើយហើយ អញ្ចឹងអរគុណច្រើនមែនតើសម្រាប់បងប្អូនទាំងអស់គ្នាគឺតែងតែគ្រប់គ្រងកន្លងមកពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយរាត្រីទៅមួយរាត្រីគឺមានសន្ទុះនៃការគ្រប់គ្រងនឹងច្រើន បាទ បាទ តែបើតែថាវាអត់ផ្ទុះខ្លាំងទៅមួយអីក៏ដោយតែសម្រាប់ខ្ញុំដូចជាក្រុមការងារប៉ុណ្ណឹងគឺច្រើនហើយបាទអរគុណមែនតើចុងក្រោយមានតែអរគុណហើយអ្នកគ្នាឥឡូវស្ដាប់មកចោលបញ្ចប់វីដេអូហើយអ្នកដែលកំពុងតែគេងតែឯងកុំភ្លេចមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមផងត្រឡប់ភួយក្របបច្ចិតចូលសម្រាប់ចោះហើយជាចុងក្រោយកម្មវិធីរបស់យើងគឺសូមអរគុណអ្នកគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់នៅកម្មវិធីរបស់យើងជាចុងក្រោយសូមអ្នកគ្នាកុំភ្លេចធ្វើការចុច Subscribe ឬដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗនិងជាការលើកទឹកចិត្តមួយដល់ក្រុមការងារដូចជា admin បង admin អញ្ចឹងទៅខ្ញុំជា MC ហើយចំណាប់អារម្មណ៍យ៉ាងណាដែរកុំភ្លេច comment នៅក្នុង comment ជាក្រុមក្រោយសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ